Wow បងប្អូនបើសិនជាបងប្អូនអាចដឹករបស់នេះបានទៅដល់កន្លែងទីតាំងដែលគេតម្លើងណាបងប្អូននឹងទទួលបាន50លានដុល្លារភ្លាមស្ដាប់ទៅវាហាក់ដូចជាស្រួលខ្លាំងណាស់ប៉ុន្តែអ្វីដែលបងប្អូនគិតអាចនឹងខុសទាំងស្រុងនេះមិនមែនជាស៊ីមិនធម្មតានោះទេប៉ុន្តែវាជាធុងញែកសារធាតុគីមីពីរយ៉ាងចេញពីគ្នាគឺ propane និង propylene ដែលវាមានកម្ពស់រហូតដល់130.6 ម៉ែត្រហើយមានទំហំរហូតដល់10.8 ម៉ែត្រមិនតែប៉ុណ្ណោះវាខ្ពស់ប្រហែលនឹងអគារ50ជាន់ឯណោះបើនិយាយពីទម្ងន់វិញរឹតតែមិនគួរឲ្យជឿបងប្អូនទម្ងន់របស់វាគឺ2588តោនឯណោះហើយរយៈពេលនៃការដឹកជញ្ជូនគឺ1ខែបើប្រៀបនឹងអីវ៉ាន់ធម្មតាយើងគិតថាត្រឹមតែ2ថ្ងៃវាយូរប៉ុន្តែនេះគឺរយៈពេល1ខែបងប្អូនហើយរយៈពេល1ខែនេះមិនគិតដល់តែកង់អ្នកបើកផងទាំងជំនាញបច្ចេកទេសនិងបទពិសោធន៍ហើយប្រាក់ខែតែកង់ឡានបងដឹងប្រមាណណាបងប្អូនគឺ$20000ក្នុងមួយខែបើសិនជាបងប្អូនចង់ធ្វើអ្នកបើកបរអាចធ្វើបានអត់មើលទៅ